សួស្តីទៅកាន់អ្នកទាំងអស់គ្នាសម្រាប់នៅថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញអំពីរបៀបនៅក្នុងការ check មើលជាមួយនឹង video record ជាមួយនឹង AGVX series 2026របស់យើងទៅអ្នកទាំងអស់គ្នាសម្រាប់ពីវីដេអូមុនខ្ញុំបានបង្ហាញជារួចរាល់ហើយអំពីរបៀបនៃការប្រើប្រាស់ជាមួយនឹងកម្មវិធីទូរស័ព្ទដៃជាមួយនឹងចាប់ជាមួយនឹងអេក្រង់របស់ AGVX របស់យើងឥឡូវនេះគឺខ្ញុំចង់បន្ថែមមួយចំណុចមួយទៀតតាក់ទងជាមួយនឹងការយើងឆែកជាមួយនឹង video record ដែលនៅពេលដែលយើងធ្វើការបបន់នៅលើដងផ្លូវហើយវាបានធ្វើការ record ទុកដូច្នេះកាមេរ៉ាក៏ចូលចិត្តដើម្បីធ្វើការបង្ហាញពីរបៀបនៃការប្រើប្រាស់ជាមួយនឹង app ទូរស័ព្ទដៃរបស់យើងជាដំបូងទៅជំនាន់គ្នាត្រូវតែមានជាមួយនឹងកម្មវិធី iLink បាទដែលមាន logo បែបនេះមួយនេះបាទបន្ទាប់មកគឺយើងចុចចូលក្នុងកម្មវិធីហ្នឹងហើយយើងសេរីទូរអេក្រង់ម៉ូតូរបស់យើងចូលមកកន្លែងដែលមាន QR code បាទបន្ទាប់មកគឺយើងយកពាក្យ scan QR code ហើយយើងធ្វើការ connect អញ្ចឹងវាទាមទារឲ្យពាក្យជាន់ជាមួយនឹងដុំ black box របស់វាកំពុងធ្វើការ connect ទៅជំនាន់គ្នាបន្ទាប់ពី connect រួចរាល់ហើយគឺយើងចូលមក platform ទម្រង់ប្រើប្រាស់ដែលយើងធ្វើការប្រើ map ប្រើអីវានឹង upload ជាមួយនឹងទៅលើអេក្រង់នេះតែម្ដងទៅជំនាន់គ្នាអញ្ចឹងយើងចង់ឆែកជាមួយនឹងប្រភេទ record video record ដែលយើងបានធ្វើការធ្វើដំណើរទៅណាមកណាអញ្ចឹងណាអញ្ចឹងយើងចូលមកកន្លែងពាក្យ my ហើយយើងយកពាក្យ DVR and OTA បាទចុចលើពាក្យនេះអញ្ចឹងវាទាមទារ disconnection បាទ disconnect ហើយវាចូលមកពាក្យកន្លែងនេះយើងមាន like របស់ scan QR បើកាមេរ៉ា scan QR code នេះហើយយើងធ្វើការ scan បាទវាកំពុងតែធ្វើការ connect ចំណងគ្នាបាទរួចរាល់យើងធ្វើការចុចកន្លែងពាក្យ DVR នេះបាទហើយយកពាក្យ front view ហើយនឹងចុចពាក្យ video នោះទៀតនឹងឃើញជាមួយនឹងវីដេអូដែលយើងបានធ្វើដំណើរជាប្រចាំដូចជាសម្រាប់ model របស់យើងអញ្ចឹងខ្ញុំបានបើកឈរចោលនេះឃើញទេអញ្ចឹងរាល់តែវីដេអូដែលវាបានធ្វើការ record ទុកវានឹងធ្វើការ upload ជាមួយនៅក្នុងកម្មវិធីទូរស័ព្ទដៃតែម្ដងជនពិតជាងាយស្រួលមែនទែនសម្រាប់នៅក្នុងរបៀបនៃការធ្វើជាមួយនឹងស្វែងរកជាមួយនឹងវីដេអូដែលយើងបាន upload ទុកបញ្ជាក់ជូនសម្រាប់នៅក្នុងលក្ខខណ្ឌដែលវាធ្វើការ upload ជាមួយនឹងវីដេអូលុះត្រាតែជនអស់គ្នាបន្ទាប់ពីធ្វើដំណើរហើយវាធ្វើការចំណាយរយៈពេល30ទៅ1ម៉ោងសម្រាប់នៅក្នុងការ upload វីដេអូ record វីដេអូដែលយើងបានធ្វើការជិះចុងក្រោយបំផុត upload ចូលទៅក្នុងប្រព័ន្ធ cloud ដើម្បីធ្វើការយើងទាញពីក្នុងកម្មវិធីទូរស័ព្ទដៃបានជនអស់គ្នាសម្រាប់វីដេអូថ្ងៃនេះមានត្រឹមប៉ុណ្្នឹងជូនដល់អ្នកគ្នាសម្រាប់បងប្អូនអាជីវជនគាត់កំពុងតែប្រើប្រាស់ model AGVX series ឆ្នាំ2026ដើម្បីទទួលបានអំពីរបៀបនៃការចែករំលែកពីរបៀបការប្រើប្រាស់ឲ្យបានពេញលេញតែម្ដងជូនដល់អ្នកគ្នាអរគុណជួបគ្នាវីដេអូក្រោយបាយបាយ